សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ខ្ញុំសាជាថ្មីបច្ចុប្បន្នភាពតើបងប្អូនកំពុងតែចំណាយលុយរាប់រយដុល្លារលើផលិតផលថែរក្សាស្បែកប៉ុន្តែស្បែករលោងនិងសម្រស់វ័យក្មេងដែលលោកអ្នកចង់បានវាហាក់បីដូចជានៅឆ្ងាយក្នុងវីដេអូនេះខ្ញុំនឹងចែកចាយអំពីអាហារ7ក្រុមដ៏មានអានុភាពដែលជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ជរាអាហារទាំងនោះនឹងជួយបង្កើនសំណើមស្បែកនិងឲ្យបងប្អូនមានសម្រស់បែបធម្មជាតិគន្លឹះដ៏សំខាន់ក្នុងការជួយថែរក្សាសម្រស់យើងឲ្យនៅវ័យក្មេងគឺត្រូវចាប់ផ្ដើមពីខាងក្នុងមកខាងក្រៅហេតុអ្វីអាហារមានសារៈសំខាន់សម្រាប់ថែរក្សាសម្រស់ស្បែកសក់និងក្រចកឆ្លុះបញ្ចាំងអំពីសុខភាពទូទៅរបស់យើងកត្តាសំខាន់ដែលបង្កើនឲ្យមានការចាស់ជរាលឿនគឺមកពីរ៉ាឌីកាល់សេរីការរលាកការខ្វះទឹកនិងជាតិស្ករច្រើនជាងតម្រូវការរបស់រាងកាយចំណែកឯសារធាតុចិញ្ចឹមសម្រស់ដែលយើងត្រូវការគឺអង់ទីអុកស៊ីដង់ការកើនកូឡាហ្សែនខ្លាញ់ល្អវីតាមីននិងអាហារដែលមានសារធាតុរ៉ែប្រភេទអាហារដែលជាអាហារបំប៉នសម្រស់ធម្មជាតិគួរតែមានរសជាតិឆ្ងាញ់និងតម្លៃសមរម្យអាហារទី1ដែលសម្បូរដោយសារធាតុចិញ្ចឹមជួយឲ្យមានសម្រស់នៅវ័យក្មេងគឺអង់ទីអុកស៊ីដង់មុនពេលយើងនិយាយអំពីអាហារដែលផ្ទុកដោយអង់ទីអុកស៊ីដង់ខ្ញុំនិយាយអំពីមុខងាររបស់អង់ទីអុកស៊ីដង់ជាមុនសិននៅក្នុងរាងកាយរបស់មនុស្សយើងថាតើអង់ទីអុកស៊ីដង់មានតួនាទីអ្វីខ្លះទី1តួនាទីរបស់អង់ទីអុកស៊ីដង់គឺបំបត្តិរ៉ាឌីកាល់សេរីអង់ទីអុកស៊ីដង់ការពារកោសិកាឲ្យផុតពីសម្ពាធអុកស៊ីតកម្មដែលបង្កឡើងដោយរ៉ាឌីកាល់សេរីរ៉ាឌីកាល់សេរីនេះគឺជាម៉ូលេគុលមិនមានស្ថិរភាពដែលអាចបំផ្លាញ DNA ប្រូតេអ៊ីននិងភ្នាសកោសិកាទី2អង់ទីអុកស៊ីដង់មានតួនាទីក្នុងការបន្ថយល្បឿននៃភាពចាស់ជរាដោយកាត់បន្ថយការខូចខាតពីអុកស៊ីតកម្មវាជួយរក្សាភាពតឹងរបស់ស្បែកបន្ថយភាពស្នាមជ្រួញនិងរក្សាអង្គងារឲ្យមានសុខភាពល្អទី3គឺជួយការពារប្រព័ន្ធភាពស៊ាំគឺវាការពារកោសិកាឈាមសនិងបង្កើនការការពាររបស់រាងកាយចំពោះការឆ្លងមេរោគទី4គឺបន្ថយការរលាកអង់ទីអុកស៊ីដង់ជាច្រើនមានលក្ខណៈប្រឆាំងនឹងការរលាកបន្ថយហានិភ័យជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូងជំងឺទឹកនោមផ្អែមនិងជំងឺរលាកសន្លាក់ទី5តួនាទីរបស់អង់ទីអុកស៊ីដង់គឺការពារពីជំងឺរ៉ាំរ៉ៃវាជួយកាត់បន្ថយហានិភ័យជំងឺមហារីកជំងឺបេះដូងជំងឺខួរក្បាលដូចជាការភ្លេចវង្វេងវង្វាន់របស់មនុស្សចាស់ទី6គឺគាំទ្រសុខភាពភ្នែកអង់ទីអុកស៊ីដង់ដូចជាលូធានមានតួនាទីសំខាន់ណាស់ក្នុងការការពារភ្នែកយើងកុំឲ្យខ្សោយនៅពេលដែលយើងមានអាយុច្រើនឥឡូវនេះយើងនិយាយអំពីអាហារដែលសម្បូរទៅដោយអង់ទីអុកស៊ីដង់ទី1គឺផ្លែប៊ឺរីដូចជា blueberry strawberry ឬក៏ផ្លែកូស៊ីជាដើមវាការពារកុំឲ្យស្បែកខូចនិងរក្សាកូឡាហ្សែនឲ្យរឹងមាំអាហារទី2ដែលសម្បូរទៅដោយអង់ទីអុកស៊ីដង់គឺសូកូឡាខ្មៅវាធ្វើឲ្យឈាមហូរបានល្អនិងស្បែកមានសំណើមទី3គឺតែបៃតងសម្បូរទៅដោយកាតេស៊ីនមានតួនាទីក្នុងការការពារស្បែកយើងពីការខូចខាតដោយពន្លឺព្រះអាទិត្យទី4គឺផ្លែទទឹមវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ជួយជួសជុលកោសិកាដែលខូចខាតអាហារទី2ដែលសម្បូរដោយសារធាតុចិញ្ចឹមជួយឲ្យយើងមានសម្រស់នៅវ័យក្មេងគឺ collagenមុខងាររបស់ collagen នៅក្នុងរាងកាយយើងទី1គឺគាំទ្ររចនាសម្ព័ន្ធ collagen ជាប្រូតេអ៊ីនចម្បងនៅក្នុងជាលិកាភ្ជាប់វាបង្កើនស៊ុមសម្រាប់ស្បែកខ្សែសរសៃសាច់ដុំខ្សែសរសៃសន្លាក់ខួរឆ្អឹងនិងសរសៃឈាមតួនាទីទី2របស់ collagen គឺជួយបន្តឹងនិងភាពយឺតរបស់ស្បែក collagen រក្សាស្បែកឲ្យរលោងតឹងនិងនៅវ័យក្មេងការបាត់បង់ collagen នាំឲ្យមានភាពជ្រីវជ្រួញទី3គឺជួយសុខភាពសន្លាក់និងឆ្អឹង collagen ធ្វើឲ្យសន្លាក់មានជាតិប្រេងហើយធ្វើឲ្យឆ្អឹងមានកំហាប់ល្អទី4គឺព្យាបាលរបួស collagen មានតួនាទីសំខាន់ក្នុងការព្យាបាលរបួសដោយការផលិតជាលិកាថ្មីទី5គឺកំណើនសក់និងក្រចកវាជួយឲ្យសក់ហើយនិងក្រចកយើងរឹងមាំនិងមានសុខភាពល្អទី6គឺវាបង្កើនស្រទាប់ការពារជុំវិញសរីរៈសំខាន់ដូចជាតម្រងនោមនិងបេះដូងទី7គឺ collagen មានតួនាទីសំខាន់ក្នុងការរក្សាសុខភាពសរសៃឈាមគឺធ្វើឲ្យសរសៃឈាមយើងរឹងមាំនិងបង្កើនលំហូរឈាមបានល្អអាហារដែលសម្បូរទៅដោយ collagen គឺទី1
ក្នុងទឹកស៊ុបឆ្អឹងក្នុងទឹកស៊ុបឆ្អឹងសម្បូរទៅដោយ collagen សម្រាប់ស្បែកតឹងល្អវាកាត់បន្ថយភាពជ្រីវជ្រួញទី2គឺពពួកផ្លែឈើដែលសម្បូរទៅដោយវីតាមីន C គឺវាជួយរាងកាយបង្កើនចំនួន collagen ទី3គឺពពួកបន្លែស្លឹកបៃតងវាផ្ដល់វីតាមីនប៉ូតាស្យូមនិងអង់ទីអុកស៊ីដង់សម្រាប់ស្បែកភ្លឺរលោងទី4គឺត្រីនិងពពួកអាហារសមុទ្រវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា3ធ្វើឲ្យស្បែកយើងទន់និងមានសំណើមផ្នែកវិទ្យាសាស្ត្របានបង្ហាញផងដែរថា collagen នៅក្នុងរាងកាយរបស់មនុស្សយើងចាប់ផ្ដើមថយចុះបន្ទាប់ពីអាយុ25ឆ្នាំដូច្នេះការទទួលទានអាហារដែលសម្បូរទៅដោយ collagen គឺពិតជាមានសារៈសំខាន់ណាស់ដែលវាអាចនឹងជួយបន្ថយល្បឿននៃដំណើរការនេះផងដែរក្រុមអាហារទី3គឺជាខ្លាញ់ល្អដែលមានតួនាទីជួយលើកសម្រស់ស្បែកឲ្យភ្លឺរលោងមុខងាររបស់ខ្លាញ់ល្អក្នុងរាងកាយរបស់មនុស្សយើងទី1គឺវាផ្ដល់ថាមពលជួយឲ្យយើងមានកម្លាំងកំហែងទី2គឺគាំទ្ររចនាសម្ព័ន្ធកោសិកាវាចាំបាច់ណាស់ក្នុងការបង្កើតភ្នាសកោសិកានិងគាំទ្រតួនាទីរបស់កោសិកាទី3ខ្លាញ់ល្អមានតួនាទីជួយស្រូបវីតាមីនដែលលាយក្នុងខ្លាញ់ដូចជាវីតាមីន A, D, E និង K ទី4គឺជួយទៅដល់សុខភាពខួរក្បាលអាស៊ីតខ្លាញ់អូមេហ្គា3មានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍខួរក្បាលការចងចាំនិងរក្សាសុខភាពផ្លូវចិត្តទី5មានតួនាទីក្នុងការផលិតអរម៉ូនខ្លាញ់ល្អចាំបាច់សម្រាប់ការផលិតអរម៉ូនដែលគ្រប់គ្រងការរំលាយអាហារការលូតលាស់និងការបន្តពូជទី6គឺវាជួយទៅដល់សុខភាពបេះដូងខ្លាញ់ល្អដូចជាអូមេហ្គា3និងខ្លាញ់ monounsaturated កាត់បន្ថយ cholesterol អាក្រក់ឬក៏អ្នកខ្លះហៅថា LDL និងបង្កើន cholesterol ល្អជំនួសវិញដែលយើងហៅកាត់ថា HDL ទី7គឺវាជួយបន្ថយការរលាកខ្លាញ់ល្អជាច្រើនមានលក្ខណៈប្រឆាំងទៅនឹងការរលាករួមទាំងបន្ថយហានិភ័យជំងឺរ៉ាំរ៉ៃផងដែរទី9គឺរក្សាសុខភាពស្បែកនិងសក់ខ្លាញ់ល្អនឹងជួយរក្សាស្បែកឲ្យមានសំណើមនិងសក់ឲ្យរឹងមាំភ្លឺរលោងអាហារដែលសម្បូរទៅដោយខ្លាញ់ល្អទី1គឺ Fiber សម្បូរទៅដោយវីតាមីន E និងខ្លាញ់ល្អទី3គឺគ្រាប់ធញ្ញជាតិនិងគ្រាប់សណ្តែកដូចជាគ្រាប់អាល់ម៉ុនគ្រាប់វ៉លណាត់ជាដើមវាផ្ដល់អូមេហ្គា3និងស័ង្កសីដែលមានតួនាទីសម្រាប់ថែរក្សាស្បែកនិងសក់ឲ្យមានសុខភាពល្អទី3គឺប្រេងអូលីវការពារការរលាកនិងរក្សាស្បែកឲ្យមានសំណើមទី4គឺខ្លាញ់ត្រីជាពិសេសគឺប្រភេទត្រីសមុទ្រតែម្ដងក្រុមអាហារទី4ជាប្រភេទអាហារផ្ដល់សំណើមនិងរំលាយជាតិពុលទី1មាននៅក្នុងត្រសក់មានជាតិទឹកលើសពី 90% វាផ្ដល់សំណើមនិងបំប៉នស្បែកទី2គឺពពួកផ្លែក្រូចវាសម្បូរទៅដោយ lycopene មានតួនាទីការពារស្បែកយើងពីការខូចខាតដោយពន្លឺព្រះអាទិត្យក្រុមអាហារទី5គឺជាប្រភេទក្រុមអាហារដែលសម្បូរទៅដោយជាតិរ៉ែនិងគ្រឿងទេសសម្រាប់សម្រស់ដែលយើងអាចរកបានមាននៅក្នុងទី1គឺគ្រាប់ល្ពៅសម្បូរទៅដោយស័ង្កសីចាំបាច់ណាស់សម្រាប់ថែរក្សាស្បែកឲ្យស្អាតនិងក្រចករឹងមាំទី2គឺរមៀតមានតួនាទីប្រឆាំងការរលាកដោយធម្មជាតិនិងជួយឲ្យស្បែកយើងមានពណ៌ស្មើទី3គឺខ្ញីធ្វើឲ្យឈាមយើងហូរបានល្អនៅពេលណាដែលឈាមយើងហូរបានល្អវាជាផ្នែកមួយជួយឲ្យស្បែកយើងភ្លឺដោយធម្មជាតិលើសពីការទទួលទានអាហារទាំងអស់នេះជាប្រចាំហើយក៏យើងត្រូវបូកផ្សំជាមួយនឹងរបៀបរស់នៅក៏មានសារៈសំខាន់ផងដែរតាមរយៈការគេងឲ្យគ្រប់គ្រាន់ការគ្រប់គ្រង stress និងហាត់ប្រាណជាទៀងទាត់សម្រស់ពិតប្រាកដគឺត្រូវតែថែរក្សាជាប្រចាំមិនមែនបានមកពីការទទួលទានថ្នាំឲ្យសាច់ស្អាតក្នុងរយៈពេលខ្លីនោះទេជាចុងក្រោយខ្ញុំចង់ឲ្យលោកអ្នកបងប្អូនចងចាំថាសុខភាពស្បែករបស់អស់លោកអ្នកជាការឆ្លុះបញ្ចាំងពីអ្វីដែលអស់លោកអ្នកទទួលទានជាប្រចាំលោកអ្នកបងប្អូនមិនចាំបាច់ចំណាយលុយលើក្រែមឬក៏ថ្នាំពៅថ្លៃនោះទេបងប្អូនគ្រាន់តែទទួលទានអាហារត្រឹមត្រូវនិងមានទម្លាប់ល្អនឹងជួយឲ្យសម្រស់អស់លោកអ្នកបងប្អូននៅវ័យក្មេងហើយនឹងសាច់ភ្លឺថ្លាផងដែរប្រសិនបើបងប្អូនគិតថាវីដេអូនេះមានអត្ថប្រយោជន៍សូមចុច like និងចែកចាយជាមួយនឹងមិត្តភ័ក្តិឬក៏បងប្អូនផងដែរជាពិសេសក៏សូម Subscribe ដើម្បីទទួលបាននូវព័ត៌មានសុខភាពនិងសម្រស់បន្ថែមទៀតសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អមានសម្រស់វ័យក្មេង
នឹងជួបគ្នានៅវីដេអូក្រោយ។